សួស្តីអ្នកនរគ្នាខ្ញុំមកបង្ហាញពីរបៀបពង្រីកផ្ទៃ background ដោយប្រើប្រាស់ YouCam Online Editor អញ្ចឹងនៅពេលដែលយើងចូលមកដល់ក្នុង website YouCam Online Editor ហើយយើងធ្វើការ scroll down ហើយរកពាក្យថា AI Image Extender យើង click លើវាមកហើយបន្តមកទៀតយើង click លើពាក្យ Choose an Image កន្លែងហ្នឹងគឺយើងជ្រើសរើសរូបភាពដែលយើងចង់បន្ថែម background នឹងដល់កន្លែងនេះគឺយើងធ្វើការ choose size របស់រូបភាពដែលយើងចង់បន្ថែម background ពីក្រោយហើយបន្តមកទៀតយើង click លើពាក្យ generate នៅពេលដែលវា upload ហើយយើង click ទៅលើ download វាជាការស្រេចអរគុណអ្នកនរគ្នាសម្រាប់ការទស្សនារហូតពីដើមដល់ចប់